Bay send location នៅក្នុង Messenger ជាដំបូងយើងចូលទៅក្នុង Messenger មកបន្តមកទៀតយើងរើសឈ្មោះដែលយើងចង់ send location ឲ្យគាត់ណាចឹងឧទាហរណ៍ខ្ញុំ send location ទៅ TK បន្តមកទៀតយើងចុចកន្លែងសញ្ញាបូកខាងក្រោមនេះមកវាដល់សញ្ញាកាមេរ៉ាបន្តមកទៀតយើងនឹងឃើញlocation អញ្ចឹងយើង select លើ location មកមកទៀតយើង share ចុចកន្លែង start sharing មក live location 60សម្រាប់60នាទីអញ្ចឹងណាអញ្ចឹង60នាទីក្រោយវានឹងបិទអូតូអញ្ចឹងចុចកន្លែង live ហ្នឹងមកតមកយើងចុចកន្លែងសញ្ញាដូចក្បាលព្រួយនេះមកដើម្បីយើងផ្ញើទៅឲ្យគាត់អញ្ចឹងវា live អូខេហើយទៅចុចខ្វែងមកអញ្ចឹងពេលដែលគាត់ចូលមើលទៅក៏ចុចកន្លែង view location ទៅវានឹងឃើញ location យើងទៅវិញទៅមកហើយអញ្ចឹងវីដេអូយើងមានតែប៉ុណ្្នឹងឯងអរគុណសម្រាប់ការតាមដានជួបគ្នានៅវីដេអូក្រោយ